បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូឧសបរានជ័យទឹកសំចៃរំលែករុក្ខជាតិមួយទៀតឲ្យបងប្អូនណារុក្ខជាតិឈ្មោះថាអំបោះព្រះឬតេងតោងបងប្អូនហើយតេតិនឧសបរានខ្មែរយើងត្រូវជាដូចជាគ្រុនចាញ់តិចក្នុងហើយនឹងរបត់សរសៃឈាមបងប្អូនហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូឧសបរានសូមចែករំលែករុក្ខជាតិមួយទៀតហើយដែលវអង្គុយហ្នឹងបងប្អូនហើយទៅចិត្តវាអត់បានវងក្រងវាច្រើនលោកគ្រូសូមមកឲ្យចិត្តហ្នឹងដើម្បីចែកជូនជាធម្មទានបងប្អូនដល់បងប្អូនហើយវនេះផងដែរដែលបងប្អូនមើលឃើញនេះបងប្អូននេះស្លឹករបស់វាហើយឈ្មោះថាអំបោះព្រះឬតេងតោងតេតិននឹងសុទ្ធបរានខ្មែរយើងកបនឹងជំងឺសន្លាក់ដៃជើងបងប្អូនបើសិនណាបងប្អូនមានការឈឺចាប់ដៃជើងក្រោកមកឡើងមិនរួចអង្គុយមិនរួចវាជុកវាចាប់ភ្នែកគូលភ្នែកដៃភ្នែកជើងអញ្ចឹងបងប្អូនជង្គង់អញ្ចឹងណាបងប្អូនយកទៅប្រើថ្នាំជាឱសថនេះតេតិននឹងសុទ្ធបរានខ្មែរយើងហើយយកទៅប្រើ10ក្រាមបានហើយបងប្អូនណានឹងគេហៅថាអំបោះព្រះឬក៏តេងតោងនឹងហើយបើសិនជាបងប្អូនមានបញ្ហាដូចជាគ្រុនចាញ់បងប្អូនគ្រុនចាញ់ក៏គេយកទៅប្រើដែរបងប្អូនណាយកទៅប្រើឲ្យដាក់ដូចគ្នាខាងលើអញ្ចឹងលោកគ្រូប្រាប់ឲ្យដាក់ដូចខាងលើអញ្ចឹងជាទូទៅរុក្ខជាតិទាំងអស់បងប្អូនកាលណាយើងចេះប្រើហើយរុក្ខជាតិទាំងអស់នេះដែលបងប្អូនឃើញហ្នឹងវល្លិហ្នឹងបងប្អូនណាហៅថាតេងតោងហ្នឹងឬក៏អំបោះព្រះហ្នឹងបើបងប្អូនយកដៃប៉ុន្តែសង្ក្រមឲ្យច្រើនលោកគ្រូទៅដល់យកដៃទៅស្ទាបឃើញនៅទួលអញ្ចឹងប៉ុន្តែស្ទាបទៅរលីងទេបងប្អូនរបស់ព្រះនេះហើយយកទៅប្រើគ្រុនចាញ់ហ្នឹងដាក់ដូចខាងលើ10ក្រាមដូចគ្នាបងប្អូនណាហើយនឹងទី2ចំណែកទី3បងប្អូនកបនឹងជំងឺត្រជាក់ក្នុងបើសិនជាបងប្អូនមានជំងឺក្តៅក្នុងបងប្អូនយកទៅប្រើបានដូចគ្នាយកវល្លិហ្នឹងបងប្អូនយកទៅប្រើនឹងត្រជាក់ជំងឺត្រជាក់ក្នុងមានន័យថាបើបងប្អូនក្តៅក្នុងដេកយប់ទៅវាក្តៅទ្រូងស្ងុំងុំស្ទិញអញ្ចឹងហើយបងប្អូនយកទៅប្រើទៅកប់នឹងជំងឺត្រជាក់ក្នុងហើយបងប្អូនណាហើយនៅឱសថបុរាណខ្មែរយើងបងប្អូនបើសិនណាយើងចេះដាក់ចេះលាយឲ្យតាមក្បួនខ្នាតនៃវិទ្យាសាស្ត្របុរាណកម្ពុជានៅក្នុងសិភៅអញ្ចឹងបងប្អូនវាកប់នឹងជំងឺប្រសើរណាស់ដូចជាបកែហើយស័ក្តិសិទ្ធិហើយយើងធ្វើឲ្យយើងអាយុវែងហើយអត់ប៉ះពាល់សុខភាពទេបងប្អូនហើយកាលណាយើងចេះដាក់ចេះលាយត្រឹមត្រូវតាមក្បួនខ្នាតវិទ្យាសាស្ត្របុរាណកម្ពុជាយើងឆាប់ជាបើសិនណាយើងដាក់លើសវាធ្វើឲ្យយើងគឺក្បាលធ្វើឲ្យយើងធីងធងអញ្ចឹងណាបងប្អូនហើយបើយើងដាក់តិចវាអត់ដល់កម្លាំងវាមានន័យថាអត់ដល់ដុសបារាំងថាអញ្ចឹងណាបងប្អូនអញ្ចឹងយើងទល់តែចេះដាក់ចេះលាយបានបកកែរុក្ខជាតិទាំងអស់សិតតែថ្នាំទាំងអស់ប៉ុន្តែយើងចេះដាក់ចេះលាយហើយបើសិនជាគ្រូដោយឱសថបុរាណដោយខ្ញុំបាទនេះព្យាបាលជំងឺដោយយករុក្ខជាតិទាំងអស់នេះយកទៅប្រើមុននឹងទៅយកគេមានកាច់យកថ្ងៃខែអីត្រឹមត្រូវដើរអីត្រឹមត្រូវណាបានវាបកកែស័ក្តិសិទ្ធិ 100% បងប្អូនដូចជាអ្នកជំងឺខ្ញុំអញ្ចឹងណាយកទៅប្រើកាពះពោះវៀនរដូងបាត់លាក់ស៊ីចំមុះអីចឹងដែរយកទៅប្រើគឺបានតែ2-3ថ្ងៃដឹងភ្លាមបងប្អូនធូរភ្លាមចឹងនិយាយចឹងណាកាពះពោះវៀនលាក់ស៊ីចំមុះអីចឹងនឹងដែលចង់និយាយថាបើសិនណាយើងចេះផ្សំចេះដាក់ឲ្យចំគោលដៅវាអត់ error វាអត់ច្រាលពាក្យថា error វាអត់ទទួលមានន័យថាថ្នាំទាំងអស់ដែលវា error ហើយវាអត់ទទួលហើយវាស្មើនឹង0មកអត់បានប្រយោជន៍ហើយបើយើងដាក់ច្រើនពេកប៉ះពាល់ដល់សុខភាពផងដែរប៉ុន្តែប៉ះពាល់តិចតួចទេបងប្អូនឱសថបុរាណខ្មែរយើងហើយបើសិនជាបងប្អូនមើលថាមានប្រយោជន៍នៅរុក្ខជាតិវល្លិអំបោះព្រះនេះបងប្អូនហើយឬថាវល្លិតេងតោងនេះបងប្អូនជួយ like ជួយ share ឲ្យលោកគ្រូបានដាក់មួយផងបងប្អូនលោកគ្រូនឹងដើររកថ្នាំណាដែលកែបកែចែក
ជាធម៌ទានដល់បងប្អូនដើម្បីបម្រើសុខភាពបងប្អូនណាហើយនៅជាចុងក្រោយនេះខ្ញុំសូមជូនពរបងប្អូនសូមឲ្យបងប្អូនបានសុខបានចម្រើននៅក្នុងក្រុមគ្រួសារម្យ៉ាងទៀតសូមពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយគណៈពេលនេះខ្ញុំបាទគ្រូសុបរានជ័យទឹកសូមគោរពសូមជម្រាបលា